នៅកន្លែងមួយមានពេលខ្លះអ្នកអាចជន់នៅកណ្ដាលវាលដ៏ធំល្វឹងល្វើយហើយមើលមិនឃើញអ្វីក្រៅពីស្មៅពណ៌មាសនិងដើមឈើមួយចំនួនដែលនៅឆ្ងាយពីគ្នាគ្មានអគារគ្មានផ្លូវគ្មានមនុស្សតែមានតែខ្យល់និងសំឡេងសត្វដែលអ្នកមិនអាចមើលឃើញប៉ុន្តែប្រសិនបើអ្នកជន់នៅទីនោះរហូតដល់ថ្ងៃលិចមានអ្វីមួយនឹងផ្លាស់ប្ដូរសំឡេងដែលអ្នកមិនធ្លាប់ឮចាប់ផ្ដើមលេចឡើងពីក្នុងភាពងងឹតសត្វដែលលាក់ខ្លួនពេញមួយថ្ងៃក៏ចាប់ផ្ដើមចេញមកខាងក្រៅហើយសត្វដែលអ្នកមិនអាចមើលឃើញប្រហែលជាវាកំពុងតែមើលអ្នកគិតថាបានតែនេះជាកន្លែងដែលស្ងប់ស្ងាត់ឬជាកន្លែងដែលការរស់រានមានជីវិតពិបាកបំផុតមួយនៅលើផែនដីព្រះអាទិត្យរះឡើងយឺតៗពន្លឺពណ៌ទឹកក្រូចចាប់ផ្ដើមគ្របដណ្ដប់លើវាលស្មៅមើលពីចម្ងាយមានសត្វសេះបង្កងមួយហ្វូងកំពុងធ្វើដំណើរនៅក្រោមដើមឈើមានសត្វមួយកំពុងតែដេកហើយនៅក្នុងស្មៅដ៏ខ្ពស់មានភ្នែកមួយគូកំពុងតែសម្លឹងមកមើលអ្នកប្រហែលជាមិនអាចមើលឃើញវានោះទេនេះគឺជាសាវ៉ាណាជាប្រព័ន្ធអេកូឡូស៊ីដែលមានវាលស្មៅធំៗនិងដើមឈើរាយប៉ាយហើយថែមទាំងមានរដូវវស្សានិងរដូវប្រាំងប៉ុន្តែសាវ៉ាណាមិនមែនគ្រាន់តែជាវាលស្មៅធម្មតាមួយនោះទេវាគឺជាប្រព័ន្ធមួយដែលសារពាន់ប្រភេទត្រូវប្រកួតប្រជែងគ្នាដើម្បីអាហារដើម្បីទឹកនិងដើម្បីរស់រានមានជីវិតបន្តនៅពេលថ្ងៃរះកាន់តែខ្ពស់ឡើងភាពស្រស់ស្អាតចាប់ផ្ដើមបាត់ទៅបន្តិចម្ដងកម្ដៅកាន់តែខ្លាំងម៉ៅចាប់ផ្ដើមស្ងួតហើយទឹកក្លាយជារបស់ដែលមានតម្លៃបំផុតនៅរដូវប្រាំងប្រភពទឹកតូចៗមួយចំនួនអាចបាត់បង់ទៅទាំងស្រុងសត្វដែលធ្លាប់រស់នៅកន្លែងផ្សេងចាប់ផ្ដើមធ្វើដំណើរទៅរកទីដែលមានទឹកនៅសល់នៅកន្លែងមួយតារាប់រយក្បាលអាចប្រមូលផ្ដុំគ្នាជំវិញអាងទឹកតូចៗមួយហើយនៅទីនោះអ្នកប្រហែលជាគិតថាសត្វទាំងអស់មកទីនេះដើម្បីផឹកទឹកប៉ុន្តែយើងមិនបានដឹងទេថាមានសត្វមួយក៏កំពុងតែរងចាំផងដែរនៅក្នុងទឹកមានភ្នែកមួយគូកំពុងតែលេចចេញពីផ្ទៃទឹកវាមិនរត់វាមិនដេញតាមវាគ្រាន់តែរងចាំតែប៉ុណ្ណោះព្រោះនៅក្នុងសាវ៉ាណាកន្លែងដែលសត្វត្រូវការទៅជាញឹកញាប់គឺជាកន្លែងដែលអ្នកប្រមាញ់ចង់ទៅផងដែរសត្វមួយក្បាលចូលទៅរកទឹកវាឈប់និងមើលជុំវិញខ្លួនបន្ទាប់មកវាចាប់ផ្ដើមចូលទៅផឹកទឹកនៅពេលនោះមិនមានអ្វីកើតឡើងឡើយហើយភ្លាមៗនោះទឹកក៏បានផ្ទុះឡើងមកលើយ៉ាងខ្លាំងសត្វមួយត្រូវបានទាញចូលទៅក្នុងទឹកហើយពងសត្វដែលនៅជុំវិញក៏ចាប់ផ្ដើមរត់នេះគឺជាច្បាប់ដ៏សាមញ្ញមួយរបស់សាវ៉ាណាអ្នកត្រូវការទឹកដើម្បីរស់ប៉ុន្តែការទៅរកទឹកអាចធ្វើអ្នកស្លាប់ក៏ថាបានហើយវាមិនមែនជាគ្រោះថ្នាក់តែមួយនោះទេនៅពេលយប់កន្លែងដដែលនេះអាចក្លាយជាឆាកមួយផ្សេងទៀតបើសិនជាបងប្អូនជាអ្នកដែលចូលចិត្តស្វែងយល់ពីអាចកំបាំងរបស់ពិភពលោកសូមចុច Subscribe និងសញ្ញារូបកណ្ដឹងដើម្បីចូលរួមជាមួយអ្នករុករកដើម្បីស្វែងយល់ពីអាចកំបាំងផ្សេងៗទៀតដែលយើងមិនធ្លាប់បានដឹងព្រះអាទិត្យចាប់ផ្ដើមលិចពន្លឺពណ៌មាសចាប់ផ្ដើមបាត់ទៅបន្តិចម្ដងសីតុណ្ហភាពចាប់ផ្ដើមធ្លាក់ចុះហើយសាវ៉ាណាចាប់ផ្ដើមបង្ហាញមុខមួយទៀតរបស់វាសំឡេងមួយបន្លឺឡើងពីចម្ងាយបន្ទាប់មកសំឡេងមួយទៀតក៏បានឆ្លើយតបសត្វតមួយក្រុមកំពុងធ្វើដំណើរនៅក្នុងភាពងងឹតតែពួកវាមិនចាំបាច់ឲ្យអ្នកឃើញពួកវានោះទេសម្រាប់សត្វដែលកំពុងតែដេកគ្រោះថ្នាក់អាចនៅចម្ងាយតែប៉ុន្មានម៉ែត្រតែប៉ុណ្ណោះប៉ុន្តែសម្រាប់សត្វដែលកំពុងតែដើរស្មៅខ្ពស់អាចលាក់បាំងពួកគេពីអ្នកប្រមាញ់បានហើយសម្រាប់កូនសត្វការបែកចេញពីមេរបស់វាអាចមានន័យថាវាមិនត្រឡប់មកវិញទៀតឡើយនៅព្រឹកបន្ទាប់សត្វតមួយក្រុមចាប់ផ្ដើមស្វែងរកអាហារពួកវាដើរយឺតហើយចាប់ផ្ដើមឱនក្បាលក្រាបចូលទៅក្រោមហើយដើរលបចូលទៅកាន់សត្វដែលមិនទាន់ដឹងខ្លួនថាគ្រោះថ្នាក់កំពុងតែមកដល់ចម្ងាយកាន់តែខ្លីហ្វូងសេះបង្កងនៅតែស៊ីស្មៅប៉ុន្តែមានសត្វមួយចាប់ផ្ដើមអើតក្បាលឡើងលើដែលវាមានអារម្មណ៍ថាមានអ្វីមួយខុសប្រក្រតីវាមើលទៅខាងឆ្វេងខាងស្ដាំហើយភ្លាមនោះហ្វូងសត្វទាំងមូលនាំគ្នារត់យ៉ាងសន្ធឹកសត្វតោក៏នាំគ្នារត់តាមផងដែរប៉ុន្តែអ្នកប្រមាញ់មិនចាំបាច់ឈ្នះក្រពើនោះទេសត្វព្រៃដែលរត់បានលឿនជាងគឺមានសង្ឃឹមអាចរស់សត្វដែលអាចរត់និងបត់បែនបានលឿនមានសង្ឃឹមអាចរួចខ្លួនហើយសត្វណាមួយដែលបង្កកំហុសតែមួយពេលនោះអ្វីៗគ្រប់យ៉ាងអាចនឹងត្រូវបានបញ្ចប់ប៉ុន្តែហេតុអ្វីបានជាសាវ៉ាណាអាចមានជីវិតច្រើនបែបនេះនៅក្នុងកន្លែងមួយដែលមានរដូវប្រាំងដ៏ធ្ងន់ធ្ងរចម្លើយនោះគឺដោយសារតែរដូវភ្លៀងសាវ៉ាណាមិនស្ងួតដូចជាវាលខ្សាច់នោះទេវាមានភ្លៀងគ្រប់គ្រាន់សម្រាប់ស្មៅនិងរុក្ខជាតិផ្សេងៗក្នុងការរស់នៅប៉ុន្តែនៅទីនោះมันមានភ្លៀងធ្លាក់ជាប់លាប់ដូចជាព្រៃត្រូពិកនោះទេភាពខុសគ្នានេះបង្កើតបានជាប្រព័ន្ធដ៏ពិសេសមួយនៅពេលភ្លៀងមកស្មៅបានដុះយ៉ាងលឿនហើយសត្វដែលស៊ីរុក្ខជាតិក៏ចាប់ផ្ដើមមានអាហារ
ហើយនៅពេលដែលសត្វដែលស៊ីរុក្ខជាតិមានចំនួនច្រើននោះអ្នកប្រមាញ់ក៏មានអាហារច្រើនផងដែរដូច្នេះសូម្បីតែសត្វតោដែលមើលទៅដូចជាអ្នកប្រមាញ់ដ៏មានអំណាចមួយក៏វាពឹងផ្អែកទៅលើទឹកភ្លៀងដែរបើគ្មានភ្លៀងស្មៅនឹងបាត់បង់បើស្មៅត្រូវបានបាត់បង់សត្វដែលស៊ីរុក្ខជាតិនឹងបាត់បង់តាមនោះដែរហើយបន្ទាប់មកអ្នកប្រមាញ់ដែលស៊ីសាច់ជាអាហារក៏ត្រូវប្រឈមនឹងភាពអត់ឃ្លានដូចគ្នាប៉ុន្តែមានរឿងមួយទៀតដែលគួរភ្ញាក់ផ្អើលនៅពេលរដូវប្រាំងមកដល់សាវ៉ាណាអាចឆាប់ឆេះដោយភ្លើងបណ្ដាលភ្លើងអាចរត់កាត់វាលស្មៅស្ងួតយ៉ាងលឿនសត្វជាច្រើនត្រូវរត់គេចនៅលើផ្ទៃមេឃពោពេញទៅដោយផ្សែងវាមើលទៅដូចជាគ្រោះមហន្តរាយដ៏ធំមួយប៉ុន្តែភ្លើងមិនមែនតែងតែជាសត្រូវរបស់សាវ៉ាណានោះទេវាអាចជាផ្នែកមួយនៃវដ្តរបស់ធម្មជាតិក្រោយពេលភ្លៀងធ្លាក់ស្មៅថ្មីអាចដុះឡើងនៅលើដីដែលបានឆាប់ឆេះដោយភ្លើងអ្វីដែលមើលទៅដូចជាការបញ្ចប់ពេលខ្លះវាជាការចាប់ផ្ដើមតែប៉ុណ្ណោះប៉ុន្តែនេះគឺជារឿងដែលមនុស្សជាច្រើនមិនបានគិតដល់សាវ៉ាណាមិនមែនជាកន្លែងដែលសត្វខ្លាំងបំផុតជាអ្នកឈ្នះជានិច្ចនោះទេសត្វតោអាចខ្លាំងប៉ុន្តែវាមិនអាចរស់ដោយគ្មានទឹកដំរីដែលមានរូបរាងធំប៉ុន្តែវាក៏ត្រូវធ្វើដំណើររកអាហារនិងទឹកសត្វឈីតាដែលអាចរត់លឿនប៉ុន្តែវាមិនអាចរត់ក្នុងល្បឿនអតិបរមាបានយូរនោះទេសូម្បីតែសត្វដែលមើលទៅតូចនិងខ្សោយក៏អាចរស់បានប្រសិនបើវាចេះសម្របខ្លួនហើយជានេះជាមូលហេតុដែលសាវ៉ាណាមានជីវិតយ៉ាងច្រើនបែបនេះនៅទីនេះអ្នកមិនឈ្នះដោយសារតែអ្នកខ្លាំងបំផុតនោះទេអ្នកឈ្នះដោយសារតែអ្នកចេះរស់នៅជាមួយនឹងការផ្លាស់ប្ដូរនៅពេលដែលយើងមើលសាវ៉ាណាយើងប្រហែលជាគិតថាវាគឺជាពិភពដែលពោពេញទៅដោយការសម្លាប់ប៉ុន្តែបើយើងមើលឲ្យជ្រៅជាងនេះយើងនឹងឃើញអ្វីមួយផ្សេងទៀតយើងនឹងឃើញម្ដាយដែលកំពុងតែការពារកូនឃើញសត្វដែលធ្វើដំណើររាប់រយគីឡូម៉ែត្រដើម្បីស្វែងរកទឹកឃើញសត្វប្រមាញ់ដែលត្រូវប្រឹងប្រែងដើម្បីតែអាហារមួយពេលហើយយើងឃើញថាគ្រប់ជីវិតនៅទីនេះកំពុងប្រយុទ្ធដើម្បីអ្វីមួយមិនមែនដោយសារតែពួកវាស្អប់គ្នានោះទេប៉ុន្តែដោយសារតែកត្តាធម្មជាតិតម្រូវឲ្យពួកវាប្រយុទ្ធដើម្បីរស់ព្រះអាទិត្យកំពុងតែលិចវាស្មៅពណ៌មាសកំពុងតែប្រែទៅជាពណ៌ងងឹតសំឡេងសត្វចាប់ផ្ដើមលេចឡើងពីចម្ងាយក្រឡេកទៅកន្លែងមួយមានសត្វមួយកំពុងស្វែងរកអាហារនៅកន្លែងមួយទៀតមានសត្វមួយកំពុងតែរត់គេចហើយនៅក្បែរប្រភពទឹកអ្នកប្រមាញ់មួយកំពុងតែរងចាំរយៈពេលមួយថ្ងៃបានកន្លងផុតទៅប៉ុន្តែការប្រយុទ្ធដើម្បីរស់មិនដែលត្រូវបានបញ្ចប់ឡើយប្រហែលជាអ្វីដែលធ្វើឲ្យសាវ៉ាណាគួរឲ្យខ្លាចមិនមែនជាសត្វតោមិនមែនជាក្រពើហើយក៏មិនមែនជាភ្លើងនោះទេវាជាការពិតដែលថានៅទីនេះគ្រោះថ្នាក់អាចលាក់ខ្លួននៅគ្រប់ទីកន្លែងហើយជីវិតអាចផ្លាស់ប្ដូរក្នុងរយៈពេលតែប៉ុន្មានវិនាទីតែប៉ុណ្ណោះនេះគឺជាសាវ៉ាណាកន្លែងដែលមើលទៅស្ងប់ស្ងាត់ប៉ុន្តែពេលដែលអ្នកមើលជិតអ្នកនឹងដឹងថាធម្មជាតិមិនដែលស្ងប់ស្ងាត់នោះឡើយបើអ្នកត្រូវចំណាយពេលមួយយប់នៅតែម្នាក់ឯងនៅកណ្ដាលសាវ៉ាណាដែលគ្មានជំនួយពីមនុស្សតែអ្នកគិតថាអ្នកអាចរស់ដល់ពេលព្រឹកដែរឬទេ